ចារដូវចុងឆ្នាំនេះផងដែរគឺត្រូវទៅទិញស្បៀងយកមកទុកខ្លះបងប្អូនចាអញ្ចឹងថ្ងៃនេះគឺខ្ញុំពីអ្នកប្តីបានទៅផ្សាររកទិញបន្លែត្រីសាច់ហើយមុននឹងចូលដល់ផ្សារគឺខ្ញុំចូលហាងកូនឈើមួយកន្លែងទៀតទៅមើលកូនឈើព្រោះឯខ្ញុំចង់ដាំផ្លែត្រឡប់តាមត្រឡប់ឆ្នាំក្រោយអញ្ចឹងណាចាពេលទៅដល់ចាឃើញមានច្រើនប្រភេទមែនតើបងប្អូនមានត្រឡប់មានក្រូចចាមានតាំងពីក្រូចឆ្មាក៏មានដែរមានប៉ោះមានជេរីស្ទ្រ៉ូប៊េរីច្រើនម៉ូតច្រើនម៉ាក់បងប្អូនណាក៏ប៉ុន្តែជាក់ស្ដែងបើខ្ញុំទិញពីឥឡូវហ្នឹងទៅខ្ញុំដាំខ្លាចតែវាអត់រស់វាត្រជាក់អស់ចឹងហើយក៏សម្រេចចិត្តថានាំគ្នាចូលផ្សារដើរមើលបន្លែត្រីសាច់ទិញបានមួយកត្រកហើយត្រូវមកត្រង់ជួរដាច់កតុយភ្នែកបងប្អូនដោយវីដេអូខាងដើមចឹងចាគឺខ្ញុំទៅអង្គុយលើអតេះរុញហើយចាំដល់វេនកាត់លុយអញ្ចឹងណាដោយសារតែចុងឆ្នាំនេះគឺមានមនុស្សម្នាគាត់ទៅទិញម្ហូបទិញបន្លែត្រីសាច់ផ្លែឈើចាច្រើនគ្នាមែនតើចឹងហើយភាគច្រើនគឺពួកគាត់ទិញយកមកទុកត្រៀមអបអសាទរនៅឱកាសចុងឆ្នាំហើយនឹងទទួលឆ្នាំថ្មីចា